មានរោគសញ្ញាសម្គាល់បែបណាដែលបង្ហាញថាបងប្អូនកំពុងតែឆ្លងនៅប្រភេទមេរោគស្វាយអញ្ចឹងជាទូទៅប្រភេទមេរោគស្វាយវាមានរហូតដល់3កម្រិតដែលនៅកម្រិតដំបូងគឺបងប្អូនខ្លះគឺគាត់អត់មានចាញ់ជារោគសញ្ញាទេប៉ុន្តែទៅនៅក្នុងករណីដំណាក់កាលដំបូងនៃបញ្ហាស្វាយគឺបងប្អូនអាចនឹងសង្កេតឃើញថាបងប្អូនមានរោគសញ្ញានៃការក្តៅខ្លួនឡើងកូនកដុលឬក៏គាត់អាចនឹងមានការឡើងដំបៅនៅនឹងប្រដាប់ភេទរបស់គាត់ធ្វើឲ្យគាត់អាចនឹងមានការហើមទៅតាមប្រដាប់ភេទពិបាកនៅក្នុងការនោមញឹកនោមទាស់នោមមានខ្ទុះនៅក្នុងករណីស្ត្រីខ្លះគឺគាត់អាចនឹងមានបញ្ហាទៅលើការធ្លាក់សមានការកាហាយរមាស់មានធុំក្លិនមិនល្អអញ្ចឹងតកតងជាមួយនឹងជំងឺស្វាយនៅដំណាក់កាលទី1បើបងប្អូនអត់ទទួលការព្យាបាលត្រឹមត្រូវទេគឺវាអាចនឹងវិវត្តទៅចូលកម្រិតទី2អញ្ចឹងកម្រិតទី2កម្រិតទី3គឺវាមានហានិភ័យខ្ពស់ដែលបងប្អូនទុកមិនទទួលបានការព្យាបាលបានត្រឹមត្រូវទេគឺអាចនឹងបង្កទៅជាប្រភេទជំងឺ HIV ដែលហៅថាមេរោគអេដដែលអត់មានថ្នាំព្យាបាលទេអញ្ចឹងនៅក្នុងករណីបងប្អូនមានរោគសញ្ញានៃការឡើងដំបៅនៅតាមប្រដាប់ភេទមានរោគសញ្ញាដូចដែរនៅគូរៀបរាប់ជារោគសញ្ញាបងប្អូនកំពុងតែឆ្លងនៅមេរោគស្វាយហើយបងប្អូនគួរតែឆាប់ធ្វើការព្យាបាលនិងដោះស្រាយឲ្យបានត្រឹមត្រូវ